បងអូនអញ្ចឹងថ្ងៃនេះលោកគ្រូចូលប្រធានទី8ណាអូខេឥឡូវយើងមើលមួយរមាំងគេឲ្យ5បន្ទុកណាតើកម្លាំងអេឡិចត្រូម៉ាញេទិកកើតឡើងនៅពេលណាតើអាំងតុងស៊ីតេកម្លាំងម៉ាញេទិកអាស្រ័យនឹងកត្តាអ្វីខ្លះអញ្ចឹងកម្លាំងម៉ាញេទិកអេឡិចត្រូម៉ាញេទិកកើតឡើងនៅពេលខ្សែចម្លងណាខ្សែចម្លងយើងហ្នឹងឆ្លងកាត់ដោយចរន្ត E ហើយយកទៅដាក់ក្នុងខ្សែដែនម៉ាញេទិកនោះខ្សែហ្នឹងវានឹងរងកម្លាំងអេឡិចត្រូម៉ាញេទិកតើអាំងតុងស៊ីតេកម្លាំងអេឡិចត្រូម៉ាញេទិកអាស្រ័យនឹងកត្តាអ្វីខ្លះកម្លាំងអេឡិចត្រូម៉ាញេទិកអាស្រ័យនឹងកត្តា4ណាទី1ចរន្តអគ្គិសនីហ្នឹងដែលរត់កាត់ខ្សែទី2ប្រវែងនៃខ្សែចម្លងទី3ខ្សែដែនម៉ាញេទិកទី4មុំដែលផ្គុំឡើងរវាងខ្សែចម្លងនិងខ្សែដែនម៉ាញេទិកអូខេអញ្ចឹងយើងដាក់ចម្លើយមកដោយអ្វីដែលលោកគ្រូបានប្រាប់មិញហ្នឹងណាយើងដាក់ចម្លើយអូខេកម្លាំងអេឡិចត្រូម៉ាញេទិកកើតឡើងនៅពេលខ្សែចម្លងឆ្លងកាត់ដោយចរន្តហើយដាក់ក្នុងខ្សែដែនម៉ាញេទិកកម្លាំងអេឡិចត្រូម៉ាញេទិកអាស្រ័យនឹងកត្តា4ណាអាំងតុងស៊ីតេចរន្តអគ្គិសនីណាប្រវែងខ្សែចម្លងខ្សែដែនម៉ាញេទិកមុំដែលផ្គុំឡើងខ្សែចម្លងនិងខ្សែដែនម៉ាញេទិកអូខេអញ្ចឹងយើងចូលប្រធាន2រមាំងប្រធាន2រមាំងគឺគេឲ្យ5បន្ទុកដែរណាកំណត់ឈ្មោះប៉ូលនៃបូប៊ីនគូសទិសដៅចរន្តអាំងល្វីនិងប្រាប់ទិសដៅលំងាកនៃកាវ៉ាណាម៉ែត្រមានន័យថារូបហ្នឹងបើគេរុញរបាមេដែកមានប៉ូល2ប៉ូលពណ៌ក្រហមនេះគេឲ្យប៉ូល S ប៉ូលពណ៌ខៀវនេះគឺប៉ូល N អញ្ចឹងបើយើងរុញមេដែកចូលតើបូប៊ីននេះវាបង្កើតប៉ូលអីនៅត្រង់ A នេះហើយនៅត្រង់ B នេះវាបង្កើតប៉ូលអីតើណាឡើយហ្នឹងមកអញ្ចឹងតាមច្បាប់លិនមានន័យថាបើយើងរុញណាបើយើងរុញប៉ូល N ចូលណាបើយើងរុញប៉ូល N ចូលអញ្ចឹងបូប៊ីននេះវាមានបង្កើតប៉ូល N ដែរណាប៉ូល N ប្រឆាំងនឹង N នេះណាអូខេបើខាងឆ្វេងនេះត្រង់ A នេះ N នៅត្រង់នេះគឺប៉ូលត្បូងណាអញ្ចឹងយើងដឹងថាខ្សែដែនធ្វើគូសពី S ទៅ N ណាខ្សែដែនណាខ្សែដែនណាគឺខ្សែដែនណាអូខេអញ្ចឹងយើងអាចបញ្ជាក់ប៉ូលរបស់បូប៊ីនបានហើយអញ្ចឹងខាងឆ្វេងនេះគឺប៉ូល N ខាងស្ដាំហ្នឹងគឺប៉ូល S ហើយបន្តមកទៀតបញ្ជាក់ទិសដៅចរន្តអាំងល្វីតើចរន្តអាំងល្វីរត់នៅក្នុងបូប៊ីនហ្នឹងវារត់ពីណាទៅណាពីឆ្វេងទៅស្ដាំឬក៏ពីស្ដាំទៅឆ្វេងអញ្ចឹងយើងស្គាល់ខ្សែដែនហើយអញ្ចឹងយើងត្រូវប្រើវិធានដៃស្ដាំមកធានដៃស្ដាំមានន័យថាមេដៃណាមេដៃជាទិសដៅ E ណាមេដៃយើងណាមេដៃជាទិសដៅ E ក៏មកទៀតមករៀមទាំង4កដោបណាគេយើងដាក់មេដៃនេះទៅតាមខ្សែដែនសិនហើយរៀមទាំង4យើងកដោបវាមកណាកាលណាយើងកដោបបែបហ្នឹងមានន័យថាចរន្តអគ្គិសនីរបស់យើងណាចរន្តអគ្គិសនីរបស់យើងគឺរត់ពីក្រោមឡើងទៅលើណាអញ្ចឹងចរន្តអគ្គិសនីរត់ពីក្រោមឡើងទៅលើរត់បែបនេះណាយើងកដោបមករៀមទាំង4គឺតាមទិសដៅ E ណាអូខេអញ្ចឹងមានន័យថាចរន្តហ្នឹងគឺចេញពីខាងនេះវិញណាចរន្តហ្នឹងគឺចរន្តអាំងល្វីណាអញ្ចឹងចេញពីឆ្វេងទៅស្ដាំណាទិសដៅចរន្តអាំងល្វីណាទិសដៅដែលខ្ញុំគូសអញ្ចឹងណាទិសដៅចរន្តអាំងល្វីអញ្ចឹងគេសួរថាតនិចកាវ៉ាណាម៉ែត្រងាកទៅខាងណាតនិចកាវ៉ាណាម៉ែត្រងាកទៅខាងស្ដាំណាគេងាកទៅខាងស្ដាំដែរណាគេអញ្ចឹងសំណួរលេខ2ហ្នឹងគឺត្រូវបានបញ្ចប់ហើយណាកាលណាយើងរុញប៉ូល N ចូលបូប៊ីនបង្កើត N ដែរបើយើងរុញប៉ូល S ចូលបូប៊ីនបង្កើត S ដែរណាហ្នឹងអូខេឥឡូវលោកគ្រូសូមចូលទៅប្រធានទី3អូខេធានទី3រមាំងអូខេណាមើលប្រធានទី3រមាំងណាអូខេ3រមាំងគឺបន្ទុក1ណាគេឲ្យ5បន្ទុក1មានទម្ងន់40ញូតននៅលើដងថ្លឹងស្ថិតនៅចម្ងាយ 0.3 ម៉ែត្រពីចំណុចទម្រើតើគេត្រូវដាក់បន្ទុកមួយទៀតដែលមានទម្ងន់60ញូតនហ្នឹងនៅចម្ងាយប៉ុន្មានពីចំណុចទម្រើដើម្បីដងថ្លឹងមានលំនឹងអញ្ចឹងមានថាគេរកដីដឺណាអញ្ចឹងមានថា F អង40ដីអង 0.3 ម៉ែត្រណាខ្ញុំហាត់លេខ3ដីអង
0.3 ម៉ែត្រណាក្នុងហត្ថលេខ3មានន័យថាកម្លាំងដែលគេរុញនៅចុងម្ខាងគឺ40 ញូតនណាហើយប្រវែងដៃខ្នោះដៃអង 0.3 ម៉ែត្រណាហើយគេត្រូវដាក់កម្លាំង F ដឺមួយទៀតណាកម្លាំង F ដឺមួយទៀតគឺ60 ញូតនប៉ុន្តែប្រវែងដៃខ្នោះដែលដាក់ហ្នឹងអត់ដឹងឯដេដឺប៉ុន្តែដេដឺហ្នឹងយើងអត់ដឹងឯណាគេឥឡូវយើងអានប្រធានម្ដងទៀតយើងស្រង់កុំឲ្យស្រង់ខុសណាគេ40 0.3 60អូខេ40 0.3 40 0.3អូខេត្រូវអូខេអញ្ចឹងកណនីចម្ងាយដៃដឺនឹងឯងណាអូខេកណនីចម្ងាយដៃដឺដើម្បីដងថ្លឹងមានលំនឹងណាកណនីចម្ងាយដៃដឺណាដើម្បីឲ្យដងថ្លឹងមានលំនឹងណាមានលំនឹងអូខេអញ្ចឹងដើម្បីឲ្យដងថ្លឹងមានលំនឹងគឺយើងអាចប្រើតាមម៉ូម៉ង់មកម៉ូម៉ង់ខាងឆ្វេងស្មើម៉ូម៉ង់ខាងស្ដាំណាម៉ូម៉ង់ខាងឆ្វេងគឺម៉ូម៉ង់នៃកម្លាំង F1 គុណនឹង D1 ណាម៉ូម៉ង់នៃកម្លាំងខាងស្ដាំគឺ F2 គុណនឹង D2 អញ្ចឹងយើងទាញរក D2 ណា D2 គឺដៃខ្នោះរបស់កម្លាំងដែលយើងដាក់ហ្នឹងតើដាក់ចម្ងាយប្រមាណពីអតម្រើណាអញ្ចឹងដេដឺណាអញ្ចឹងមានន័យថា F1 គុណនឹង D1 ចែកទៅនឹង D2 អញ្ចឹងតាមសមត្ថកម្មដែលយើងស្រង់មិញ F1 គឺ40 ញូតន F2 0.3 ម៉ែត្រណាចែកនឹង D2 ចែកនឹង F2 នេះ F2 ណាចែកទៅនឹង F2 គឺ60 ញូតនណាអញ្ចឹងយើងរក0មួយចោលមកអញ្ចឹងមាន 0.3 គុណនឹង4វាឃើញ 1.2 ណាគេ1.2 ចែកនឹង6អញ្ចឹងវាឃើញ 0.2 ម៉ែត្រណាគេ 0.2 ម៉ែត្រនេះចម្ងាយដេដឺដែលត្រូវដាក់ណាយើងត្រូវដាក់ 0.2 ម៉ែត្រណាពីអតម្រើមកឬក៏ពីចំណុចតម្រើហ្នឹងមកអញ្ចឹងដងថ្លឹងរបស់យើងមានលំនឹងហើយអូខេឥឡូវយើងបន្តលំហាត់ទៀតណាគេចូលលំហាត់លេខ4រមាំងគេ4រមាំងយើងអានប្រធានសិនណា4រមាំងអញ្ចឹងគេឲ្យ5បន្ទុកដែរគេមានប្រព័ន្ធរកដោយរូបខាងក្រោមនេះប្រព័ន្ធរកនេះគឺជាបន្ទុកដែលមានម៉ាស់52គីឡូក្រាមភ្ជាប់ទៅនឹងរកចល័តណាអានេះច្រវាក់ខាងក្រោមនេះច្រវាក់ខាងលើអានេះរកនឹងត្រូវបានគេទាញដោយកម្លាំង FE ហៅថាកម្លាំងចលករកម្លាំងទប់យើងអាចរកឃើញណានេះយើងមានម៉ាស់52គីឡូក្រាមកគណនាកម្លាំងចលករនេះកម្លាំងដែលគេទាញណាអូខេអញ្ចឹងហាត់លេខ4គេឲ្យ5បន្ទុកដែរណាអូខេឥឡូវយើងមើលលើរូបអូខេឥឡូវគេឲ្យយើងកគណនាកម្លាំងចលករណាគេកគណនាកម្លាំងចលករកម្លាំងចលករគឺកម្លាំងដែលយើងទាញណាកម្លាំងចលករគេអញ្ចឹងមានន័យថាគេឲ្យយើងរក FE ឥឡូវយើងមើលនេះណាយើងគូសយ៉ាក្រាមនៅលើនឹងសិនមកអញ្ចឹងកាលណាវាមានម៉ាស់វារងទម្ងន់ណាទម្ងន់គឺ FA ហ្នឹងណាកម្លាំងទប់ណាគេតមកទៀតដំណឹងខ្សែនៃច្រវាក់នេះយើងតាំងដោយតេចាណានឹងខ្សែតេចានេះក៏ដំណឹងច្រវាក់ដែរតេដែរណាអញ្ចឹងវេទ័រពីរហ្នឹងស្មើគ្នាទេចានេះបំបែកមកវាមានតេ1អានេះតេ2ណាតេ1តេ2គឺស្មើគ្នាទេណាលំហាត់ហ្នឹងគឺអត់គិតកម្លាំងកកិតនៃរកទេណាច្រវាក់ខាងលើនេះគឺដំណឹងខ្សែរបស់វាយើងតាំងដោយតេព្រីមចុះណាអញ្ចឹងអានេះវាតេ2អានេះក៏តេ2ដែរណាគេដំណឹងខ្សែសងខាងរកវាស្មើគ្នាទេអញ្ចឹងតេ2នឹងកម្លាំងដែលយើងទាញហ្នឹងគឺស្មើគ្នាទេណាអូខេឥឡូវយើងមើលយើងអាចធ្វើតាមច្បាប់ទី1 ញូតនក៏បានដែរណា
ok chẳng như mưa cầm lang tục nè cầm lang tục mà năng đầm năng xạ đầm năng cho bạn năng ngày nè chẳng tay năng với mà năng fe năng ngày nè ok chẳng bây giờ xây chia một đứa nè tay mà fe năng ngày nè nó mày tay mà fe nó mày tay mà fe fe cứ chia từng ngón nè thì giờ mát con đang dần tu từ nhìn đầy nè chẳng như bạn fe mà nắng hà sập pí con nắng đọp dễ nhưng giờ đọp nè chân con đó vẫn khơi pi rồi hà sập nhú nhiều tòn dân mơ tài nè tài đầm năng xài tay năng nè đầm năng xài tay nắng vì mà năng tay muối bột tay pì nè tay nắng vì mà năng tay muối bột tay pì nè tay muối bột tay pì nè chẳng tay môi năng tay pi đầm năng xài song khang rọt năng vì mà khné đấy nè bây giờ tay môi năng tay pi vì mà khné nè đầm năng xài song khang rọt này chẳng bên lúc vector tới vừa vector pi năng mà khné chẳng ai đặt pi tay pi rồi có pi tay môi vậy chẳng rồi nè ok chẳng nhóm ai chỉ xây tha vậy mấy tay pi mà năng ấy tay chạy tay nắng pi tay mà năng cầm lãng cho tục năng này mà năng từng ngôn bao phần tục năng này pi rồi pram rồi mà phơi chạy năng pi chẳng chạy tới dương khơi pi đó buồn tầm pram sa mùi chẳng pi rồi học sập nhú nhiều tòn nè pi rồi học sập nhiều tòn chẳng dương rơ cầm lãng cho là co nè dương mưa lơ rụp này nè dương mưa lơ rụp này sần chẳng bên này thang sai đầm năng sai khăn đấy có té đầm năng sai khăn đấy có tay đài tay pi đài đầm năng sai song khang rọt năng đầm đắng á đầm năng sai song khang rọt năng sai khăn để tay pi với mà nó cầm láng chó cho là co đằng này đấy ok này tay pi đấy tay pi năng với mà nó cầm láng cho là co đằng này đấy với mà là fe chứ fe đại dân rơ khơi nó cứ pi rồi học sập nhiều tòn nè pi rồi học sập nhiều tòn ok đi cầm lang cho là co để dân thử tiền nè ok lấy bắt to tới tiết sum nua kho nè sum nua khó cái xua rồi ấy nè giờ lấy dân mưa sánh sum nua khó ok sum nua khó cái ao dương rồi an tông tây ở cái lại cái này đầm nắng cho bạn hàng lơ đi đầm nắng cho bạn hàng lơ nè cái đó tay prim nè đầm nắng cho bạn hàng lơ khó đầm nắng cho bạn hàng lơ nè là hàng lơ đầm nắng cho bạn hàng lơ mấy người nhom cục vector mấy người nhom tàng rồi tay prim nè đầm nắng cho bạn hàng lơ tay prim ấy tay prim nó với mà pi tay là ngày nè ok nó á ok mà đầm năng cho bạn hàng lơ nè những ai đã giờ món đó tay prim mà pi tay đỡ nè chẳng pi con năng pi rồi hóc chẳng những con máu với khơi pram rồi mà phơi nhú nhiều tòn như đầm năng cho bạn hàng lơ nè thì dương và to từ cờ nhưng mà cờ thì số rồi cờ ok cỡ cái xua rỡ cỡ đầm nâng cho bạn hàng cào đầm nâng cho bạn hàng cào mà đang cầm láng tục đó này nè thì đầm nâng cho bạn hàng cào thì đầm nâng cho bạn đầm nâng cho bạn hàng cào nè đầm năng bạn hàng cáo mấy ngư dân tang này tay mấy ngư sma là fe nè bây giờ mà năng pram rồi mà phơi nhiều tòn là ngày nè ok cho mà tiết dương rơ cái ghê nè cho mà tiết xem nua cỡ sorry cỡ kẹt là nếp Paul mechanic này rọt nè thì Paul mechanic này rọt ta lại âm a dương thui tam thì dùng mình ấy máu Paul mechanic nè khở kẹt là nè Paul mechanic nè Paul mechanic này rọt
ណាផលមេកានិកនៃរកគឺ MA ណា MA ស្មើទៅនឹងកម្លាំងទប់ FR លើ FE ណាចាំហ៎បើយើងណាឥឡូវ FR គឺ520ចែកទៅនឹង FE 260ចែកទៅឃើញ2ណាផលមេកានិកអត់ខ្នាតទេណាឃើញ2ផលមេកានិកនៃប្រព័ន្ធរកអូខេអញ្ចឹងលោកគ្រូសូមបញ្ចប់លំហាត់នឹងត្រឹមនឹងសិនណាលោកបងប្អូនអាចធ្វើប្រធាននឹងឡើងវិញណាហ្នឹងអូខេអញ្ចឹងលោកគ្រូសូមសម្រាប់ប៉ុណ្្នឹងសិន